ខ្ញុំពិតជាទ្រាំលែងបានហើយពេលនេះត្រឡប់មកដល់ធានឈីបាយជាមិនឲ្យខ្ញុំទៅផ្ទះកាន់ទុកសពឪពុកម្ដាយតើហេតុអីទៅទូមីតមខ្ញុំគ្មានចេតនារារាំងលោកទេខ្ញុំគ្រាន់តែធ្វើតាមច្បាប់មហាឆាវអ្នកទោសដែលត្រូវប្រហារជីវិតមិនអាចធ្វើបន្សពបានឡើយលោកមិនទាន់មនុស្សស្រីយាបីនេះលួចបន្លំខ្លួនចូលក្នុងក្រុមកងទ័ពពួកយើងពួកលោកចេញទៅវិញចុះទូមីតមមនុស្សយាបីលួចរត់គឺមានទោសប្រហារជីវិតតែត្រូវការលោករំលឹកខ្ញុំដែរចេញទៅបាទហេតុអីសូម្បីតែនាងក៏ប្រឆាំងជាមួយនឹងខ្ញុំដែរនាងដឹងថាលួចរត់ចេញពីទីនេះគឺមានទោសស្លាប់ហេតុអីនៅតែផ្សំគ្រោះថ្នាក់ទៀតព្រោះខ្ញុំចង់សុំអង្វរឲ្យយាបៃប៉ុន្តែខ្ញុំធ្លាប់ប្រាប់នាងហើយខ្ញុំធ្លាប់ប្រាប់ថាស្នើសុំឲ្យនាងលោកសុំបីផ្ទះក៏ទៅមិនបានមិនក៏ស្នើសុំជំនួសខ្ញុំបានមែនហើយខ្ញុំសុំបីផ្ទះក៏ទៅមិនបានឲ្យតែទ្រង់មិនយល់ព្រមខ្ញុំធ្វើអ្វីក៏មិនបានដែរសូម្បីខ្ញុំជាកូនប្រុសពុកម៉ែក៏ខ្ញុំធ្វើមិនបានដែរខ្ញុំនឹងសុំវល់ជំនួសនាងដើម្បីខ្ញុំក៏ដើម្បីនាងដែរតើធ្វើយ៉ាងម៉េចលុតជង្គង់ចំពោះមុខទ្រង់មិនជួបខ្ញុំនឹងលុតជង្គង់រហូតលុតជង្គង់លុះទ្រង់យល់ព្រមមិនតបជាកញ្ចក់ហ្វាហួងបានយកថ្វាយព្រះអង្គហើយទ្រង់មានបន្ទូលថាដឹងហើយតើព្រះអង្គនៅមានរាជបញ្ជាអ្វីទៀតទេតើអនុញ្ញាតឲ្យខ្ញុំទៅផ្ទះទេអ្វីផ្សេងទៀតទ្រង់មិនមានបន្ទូលទេមកលុតជង្គង់វកកហើយខ្ញុំយល់ថាប្រហែលជាគ្មានសង្ឃឹមទេព្រះអង្គមេតបជានៅតែលុតជង្គង់ខាងក្រៅរាជដំណាក់បើគេចង់លុតជង្គង់អញ្ចឹងឲ្យគេលុតចុះអ្នកម្នាងធានស៊ីព្រះអង្គមិនបានជាអ្នកម្នាងដឹងថាយើងនៅទីនេះខ្ញុំម្ចាស់តើដំណាក់គាត់យ៉ាងមិនឃើញព្រះអង្គគិតថាទ្រង់មានការបារម្ភពីដំណើរការពិធីមហាតារាទើបយាងមកដំណាក់ខាងត្បូងបើសិនជាអ្នកម្នាងចង់អង្វរជំនួសជាជូអ៊ីងអញ្ចឹងមិនចាំបាច់ទេរឿងអ្វីក៏មិនអាចលះបង់ព្រះអង្គបានដែរខ្ញុំម្ចាស់គិតថាជូអ៊ីងគឺព្រះអង្គទតឃើញតាំងពីតូចដល់ធំអ្វីដែលពួកគេចង់បានគឺជាធម្មជាតិមនុស្សហេតុអីព្រះអង្គចាំបាច់ធ្វើពួកគេមានកំហឹងក្នុងចិត្តយើងអត់មានមនោសញ្ចេតនាច្រើនទេណាយឺតណាពួកយើងធ្វើដំណើរពីយាបៃរងការភ័យខ្លាចមកដល់ធានឈីក្រៃដើម្បីពេលនេះមែនទេពេលនេះច្បងតើកំពុងបារម្ភរឿងអី
ពេលនេះច្បងព្រួយបារម្ភនោះគឺបជារិះយាបไป50000នាក់បើពួកយើងជោគជ័យគឺល្អណាស់ពេលពួកយើងបរាជ័យមនុស្ស50000នាក់ប្រហែលជាត្រូវស្លាប់ ខ្ញុំគិតថាពួកយើងគួរតែត្រឡប់ទៅវិញទៅសម្រាប់ស្លាញ់មិនមែនជាការងារទេពួកយើងគ្មានមធ្យោបាយចូលទៅចិត្តគេ ឯងបាត់មាត់ឯងកំសាកពនាងតើដល់ពេលនេះមិនចាត់ការទេថ្ងៃក្រោយប្រហែលជាគ្មានឱកាសសងសឹកទេខ្ញុំមិនខ្លាចស្លាប់ឲ្យខ្ញុំទៅសម្លាប់ស្ដេចម្នាក់នោះ សម្រាប់ស្ដេចមិនអាចបន្ថយបានទេពេលនេះពួកយើងមិនទាន់មានឱកាសចូលគាល់ព្រះអង្គមានតែដើមមួយជំហានគិតមួយជំហានពួកលោកទៅរៀបចំសម្រាប់សិនចោះគ្មានការអនុញ្ញាតពីខ្ញុំអ្នកណាក៏មិនឲ្យចេញក្រៅ ជួយយា ពុក ឯងមិនបាច់បើកមាត់ទេពេលនេះឯងមិនអាចទៅជួបជូអ៊ីងតែម្នាក់ឯងបានទេ ជួយអ៊ីងបាត់បង់ឪពុកម្ដាយស្នាក់នៅផ្ទះសំណាក់មិនអាចទៅផ្ទះបានខ្ញុំគួរតែទៅមើលគេ ព្រះអង្គចង់រំលឹកគេឯងទៅហើយគ្មានរឿងល្អចំពោះគេទេ ពុកអ៊ំប្រុសជានិងអ៊ំស្រីជាដល់ពេលនេះមិនទាន់មកចុះសពទេជួយអ៊ីងគឺជាកូនប្រុសគឺឈឺចាប់ខ្លាំងណាស់សូមពុកជួយវល់កដល់ព្រះអង្គទោះជាត្រូវដាក់ទោសជួយអ៊ីងបែបណាគួរតែឲ្យគេទៅផ្ទះមកចុះសពពុកម្ដាយដែរ បងប្រុសតើបងប្រុសបារម្ភពីជាជូអ៊ីងធ្វើស្អីពីមុនគេពឹងលើឪពុករបស់គេដែលនាំយកមុខមាត់ពីពួកយើងពេលនេះគាត់ជួនល្អណាស់ឪពុកគេខ្លាចទៅជាចៅក្បត់យើងទៅតែសាច់ចំអកគេ ឯង កូនចង្រៃកូនសម្បត្តិជូអ៊ីងគឺពឹងលើសមត្ថភាពខ្លួនឯងពេលនេះជាមេតបនៃក្រុមកងទ័ពពិសេសតើគ្មានសមត្ថភាពទៀតទេឯងនឹងមានមុខមើលគេទៀតទេឯងមើលខ្លួនឯងពេញមួយថ្ងៃដើរលេងសប្បាយមិនធ្វើកិច្ចការត្រឹមត្រូវ តើបងប្រុសមានសមត្ថភាពអីទៅយ៉ាងក៏ដោយក៏ពីមួយថ្ងៃខ្ញុំទៅមើលសំណាក់មន្ត្រីម្ដងដែរហើយចុះបងប្រុសវិញមានតែតំណែងជាមន្ត្រីប៉ុន្តែសូម្បីតែក្នុងទ្វារសំណាក់ប្រជុំបែរមុខទៅខាងណាក៏មិនដឹងផង រឿងជាជូអ៊ីងឯងមិនបាច់បារម្ភទេពុកនិងអ៊ំប្រុសជាក៏ចាត់ទុកជាមិត្តស្លាប់រស់ដែរពេលវេលាស័ក្តិសមពុកនឹងនិយាយជាមួយព្រះអង្គ ជំនួយការមន្ត្រីតារាសាប៉ៃលូមានកិច្ចការសំខាន់ទូលព្រះអង្គ មហាចារ្យមានទីនាងទេដែលជាមន្ត្រីស្រីពួកយើងស្គាល់ជំនួយការប៉ាយប៉ុន្តែនាងគ្មានបរិបញ្ជាហើយក៏គ្មានផ្លាកបញ្ជាពីផ្នែកតារាសាស្ត្រដែរពួកយើងមិនអនុញ្ញាតឲ្យចូលទេ ខ្ញុំទៅរកអ្នកម្លៀងធានហ្វីតើបានទេ គេក៏ចង់ចូលកោប្រងដែរតែមិនអនុញ្ញាតគេលើកជង្គង់នៅទីនេះពី3ថ្ងៃទៅហើយទៅវិញសុំផ្លាកបញ្ជាពីផ្នែកតារាសាស្ត្រចាំត្រឡប់មកវិញ មេតបជា ណានាងយាយជឿ តើយាយប៉ៃមានរឿងអីមែនទេចុះព្រះនាងលីង ព្រះនាងលីងមកធានឈីហើយ គេនៅទីណា មានកន្លែងមួយនាងអាចទៅរកបាន អរគុណលោកមេតប អ
តើមានរឿងអីទៅ អើយគឺដោយសារមេតបជា ពួកឯងទាំងពីរនាក់និយាយខ្សឹបខ្សៀវគ្នាពីរឿងអីនោះ គ្មានរឿងធំអ្វីទេផងអេងថាមើលឃើញមេតបជាលុតចង្គង់ខាងក្រៅរាជដំណាក់3ថ្ងៃមិនហូបបាយហូបទឹកនៅក្រោមកម្ដៅថ្ងៃប្រហែលជាត្រូវសន្លប់ កាលដែលគេអាយុ13ឆ្នាំដើរនៅលើវាលខ្សាច់ជាមួយយើង9ថ្ងៃមិនសន្លប់ពេលនេះគេបែរជារស់ត្រឡប់ទៅវិញហើយឲ្យគេលុតចង្គង់ទៀតចុះសន្លប់មួយដងពីនេះគេ3ថ្ងៃទៀត ក្រែងពេលនោះនៅក្បែរព្រះអង្គមែនទេមានស្មារតីរឹងមាំពេលនេះមានរឿងអ្វីកើតឡើងក៏អាចសន្លប់បានដែរ រាល់ថ្ងៃនៅក្បែរយើងមានមនុស្សចេញចូលច្រើនយើងមើលឃើញថាមានតែពួកឯងពីរនាក់ទៀតដែលមានចិនប្រហែលថ្ងៃនេះតើក្រុមមន្ត្រីនិយាយអ្វីខ្លះ អ្នកគ្រប់គ្នាគេតែឆ្ងាយមិនហ៊ានចូលក្បែរមានតែបាយលូមន្ត្រីតារាសាស្ត្រនិយាយនឹងគេពីរបីម៉ាត់ តើហាមប៉ៃលួងឲ្យចូលកក់យើងដឹងថាហេតុអីបានជាយើងហៅយើងមកទេ ខ្ញុំម្ចាស់មិនដឹងទេសូមព្រះអង្គមានរាជបន្ទូលមកចុះ យើងចង់ដឹងថាតើនាងនិយាយស្អីខ្លះជាមួយនឹងជេជូអ៊ីង មិនបាននិយាយអីទេពីមុនខ្ញុំម្ចាស់ទទួលការមើលថែពីលោកម្ចាស់ជាធ្លាប់លួងលោមលោកម្ចាស់ជាបានពី3ម៉ែន បើសិនជាជេជូអ៊ីងមិននិយាយបែបនេះនាងរងចាំស្លាប់ចុះ បើគេហ៊ាននិយាយបែបនេះគេកំពុងតែកុហកត្រង់ហើយសូមប្រទានទោសស្លាប់ដល់គេចុះ ចង់ប្រទានឲ្យនរណាស្លាប់តើនាងមានសិទ្ធិបញ្ជាឬមួយក៏យើងមានសិទ្ធិបញ្ជា ព្រះអង្គមានសិទ្ធិបញ្ជាព្រះអង្គពេលនេះខ្ញុំម្ចាស់ដឹងថាមានមនុស្សម្នាក់គួរតែសម្លាប់ នៅក្រៅមេឃមានមនុស្សដែលសមស័ព្ទជាងនាងទៀត មានព្រះអង្គតែខ្ញុំម្ចាស់គឺអចេតនាទេប៉ុន្តែគេម្នាក់នោះទុកត្រង់ជាមនុស្សល្ងង ណែណា ហ្វាចឹង មើលទៅយើងគួរតែសម្រាប់មនុស្សទាំងនេះហើយតាចាស់យំសាច់នៅចំពោះមុខយើងរាល់ថ្ងៃកូនប្រុសចង់ចំណេញដល់លើក្បាលរបស់យើងហើយលោកម្ចាស់ទាំងពីរសូមអញ្ជើញ លោកម្ចាស់ហ្វាគឺថាពិធីមហាតារារឿងសាងសង់សំណាក់នេះតើធ្វើយ៉ាងម៉េចធ្វើអ្វីស្អីទៅ ថ្មសង់អាសនៈនេះគឺប្រើថ្មម៉ក់ស៊ឺទាំងអស់បើព្រះអង្គសួរដេញដល់នោះគឺ សម្ដីលោកម្ចាស់ចៅគឺខ្ញុំមិនយល់ទេប៉ុន្តែខ្ញុំមានពាក្យមួយម៉ាត់ប្រាប់អ្នកទាំងពីរចង់ការពារអនាគតគឺធ្វើតាមបន្ទូលព្រះអង្គ ប៉ុន្តែលោកម្ចាស់ថ្មហើយយ៉ាវគឺកម្រមានបើដឹកជញ្ជូនជាថ្មីនោះ តើលោកម្ចាស់ចៅធ្វើមិនបានទេតើឲ្យខ្ញុំធ្វើកិច្ចការនេះជំនួសលោកឬខ្ញុំឲ្យលោកប្រើថ្មម៉ក់ស៊ឺមែនទេជូនភៀវ លោកម្ចាស់ទាំងពីរសូមអញ្ជើញចុះ ខ្ញុំទៅសិនហើយ មើលទៅខ្ញុំចាំបាច់ត្រូវចូលរាជវាំងហើយ អ
ស្រីផ្កាយប្រគ្រោះនៅមិនតាន់ស្លាប់ទៀត មនុស្សយកទៅស្លាប់ច្រើនអ្នកណានៅចង់សម្លាប់គ្នាទៀតទេ យាយលីស៊ូ នាងនៅរស់ទេ គឺប្រនាងលីងលីងប្រនាងលីងលីងយាយជឿរឿងគឺបែបនេះបន្ទាប់ពីនោះខ្ញុំនឹងទៅស្គាល់ស្រីរបស់យាយប៉ៃត្រូវបញ្ជូនមកធានឈីចាំពេលនេះខ្ញុំចង់នៅធានឈីសិបដំណឹងអាយុយចូលក្បែរមន្ត្រីតារាសាស្ត្រពេលនេះជាជំនួយការ ល្អណាស់នេះតែធ្វើជាមន្ត្រីរបស់ស្ដេចម្នាក់នោះប៉ានាងសម្រាប់គេចោលទៅស្រីផ្កាយប្រគ្រោះនេះក្បត់យៈបីហើយ ជួយយាយស្ងប់អារម្មណ៍សិនទៅនាងជាមន្ត្រីមហាឆាវក៏ជាមនុស្សស្ដេចឆាវដែរបើសម្រាប់នាងពួកយើងត្រូវបែកការ នេះតែឆាយពីពួកយើងបន្តិចពួកយើងគឺមិនសូវមានទុនលំបាក យាយប៉ៃមានសង្គ្រាមខ្ញុំចាក់ចេញមកឆ្ងាយហើយពួកលោកមិនការលំបាកអី ឲ្យតែនេះនៅរស់គឺនាំទុកដល់ពួកយើង ជួយយាយថយចេញយាយជឿខ្ញុំមិនចង់កុហកនាងទេពួកយើងមកដល់ធានឈីដើម្បីបញ្ឈប់ទុកលំបាកយាយប៉ៃពួកយើងត្រៀមសម្រាប់ស្ដេចឆាវចង់សម្រាប់ស្ដេចឆាវគ្រោះថ្នាក់ពេកហើយខ្ញុំដឹងថាគ្រោះថ្នាក់ហើយមិនឃើញផ្ទាល់ភ្នែកខ្ញុំមិនជឿទេស្ដេចមហាឆាវមិនសមជាមនុស្សថាម៉េចថ្ងៃនោះ ទៅជោ តាយានគូប្រាយុទ្ធសាស្ត្រព្រះអគីទោះជាព្រះអគីក៏មិនអាចសម្លាប់អ៊ីស៊ីមីងបានដែរអ៊ីស៊ីមីងទៅព្រះអគីវាយប្រហារតែបែរជាមិនរងរបួសមែនទេពួកយើងមិនឃើញគេរងរបួសទេនិយាយបែបនេះវិធីទូទៅគឺមិនអាចសម្លាប់គេទេប្រហែលជាអាយក្រោះគេមានធម្មពលវិសេសត្រូវទេប្រហែលជាពិតមែនហើយអ្នកម្នាងពេលធ្លាប់បានប្រាប់ថាអាយក្រោះគេធ្វើអំពីដាច់ផ្ទាំងតកដែលអាទិទេពប្រគល់ឲ្យនឹងជាស្នាដៃរបស់គ្រូហឡគេមិនដែលឲ្យអ្នកណាប៉ះទេពេលជួបសមាជគេធ្វើខ្លួនឯងបើពិតជាអាយក្រោះមែនអញ្ចឹងផែនការពួកយើងលើកនេះគឺមានប្រយោជន៍ហើយខ្ញុំត្រៀមបន្លំខ្លួនចុះពិធីមហាតារាលួចសម្លាប់ធ្វើតាមទំនៀមទម្លាប់ក្នុងពិធីគេត្រូវស្លៀកឈុតប្រពៃណីគឺមិនអាចពាក់អាយក្រោះបានទេ បើគ្មានអាចក្រោះការពារតាមធម្មពលសិញឈិនប្រនាងអាចវាយប្រហារគេប្រកាសជាជោគជ័យ ប្រនាងរឿងនេះទាំងអស់គ្នាគួរតែប្រយ័ត្នទៅបានអ៊ីសៀមីងជាមនុស្សអំនួតលើខ្លួនឯងណាគេមិនដែលបរាជ័យទេគេមានទំនុកចិត្តជាងអ្នកដទៃសរុបមកខ្ញុំសាកល្បងសិនចូលសើបរឿងនេះពឹងនាងហើយយាយជឿមួយរយៈនេះជួយយាយពួកគេឆ្លងកាត់រឿងខុសខើច្រើនមិញនេះនិយាយពាក្យមិនគួរនិយាយនាងកុំទុកក្នុងចិត្តអីមិនអីទេខ្ញុំទម្លាប់ហើយមនុស្សយាយប៉ៃអញ្ចឹងគ្រប់គ្នាជាមួយខ្ញុំតាំងពីមុនដល់ពេលនេះគេមិនដែលផ្លាស់ប្ដូរទេថ្ងៃក្រោយមិនអាចទេខ្ញុំនឹងហាមឃាត់ពួកគេយាយជឿតាមពិតនាងនឹងអាយុយនៅក្នុងចិត្តខ្ញុំដូចគ្នាពីមុនអាយុយប្រាប់ថាព្រះនាងជាបងស្រីដ៏ល្អរបស់គេចេះចង់ធ្វើដូចជាព្រះនាងណាស់ពេលនេះអាយុយមិននៅនាងអាចជំនួសគេហើយខ្ញុំថាបងស្រីបានទេព្រះនាងលីងហៅបងស្រីបងស្រីលីងយុទ្ធសាស្ត្រព្រះអគ្គីតាយិនគូបែរជាមិនអាចធ្វើឲ្យអ៊ីសៀមីងមានរបួសបានតែគេជាមនុស្សឬក៏មិនមែនអីវ៉ាន់ខ្ញុំហៅលោកគ្រូអ៊ីនវិន កុំមករំខានខ្ញុំសមាធិ អេ
ណែលោកគ្រូមានចំណេះដឹងជ្រៅជ្រះសិស្សសុំការណែនាំមួយសួរថាបើមានមនុស្សត្រូវយកទៅសិលព្រះអគ្គីប៉ុន្តែគេអត់មានរបួសតើបណ្ដាលមកពីមូលហេតុអ្វីដែរទេគេជាមនុស្សឬមិនមែនហ៎ ដឹងក៏មិនប្រាប់នាងដែរ អាហាមើលទៅលោកគឺពិតជាមិនដឹងហែងមិនចាំមកនិយាយកុហកជាមនុស្សពូកែអីទេពូកែខាននិយាយអួតខ្លួនឯងពូកែកុហក គ្មានប្រយោជន៍ទេខ្ញុំមិនចាញ់បោកនាងទេនេះជាអាចកម្បាំងធំនៅក្នុងសម័យកាលនេះហើយបើមានមនុស្សអាចស៊ើបដឹងពីមូលហេតុនេះបានប្រកាសជានាងហើយគឺមិនមែនខ្ញុំឬអ្នកដទៃទេ សិស្សមិនប្រកាសយ៉ាងហ្នឹងទេអរគុណលោកគ្រូសាសាអេខ្ញុំសុំប្រាំខ្ញុំគិតពេញមួយយប់ហើយណាគ្មានតម្រុយអីទេ នាងអង្គុយតែគិតតែមានប្រយោជន៍អីទៅ ប៉ុន្តែលោកក៏ដឹងដែរដំណាក់ NG មានមនុស្សយាមតឹងតែងទីឡើងចាំក៏និយាយដែរទោះតែមានរាជបញ្ជាពីព្រះអង្គទៅចូលទៅបានមនុស្សផ្នែកតារាសាស្ត្រក្រៅពីមន្ត្រីប្រវត្តិសាស្ត្រមិនអាចចូលទៅទេខ្ញុំមានតែគិតនៅទីនេះ ភាពឆ្លៀសវៃគ្រាន់តែបណ្ដោះអាសន្នខួរក្បាលនៅតែល្ងង មែនពិតមែនហើយលោកគ្រូវិនគឺខ្ញុំអ្នកល្ងងណាស់តើគោប្រើវិធីអីទៅចូលទៅដំណាក់ NG បានអើ ព្រះអង្គលោកអបរាយហ្វាយូហួយសូមចូលគាល់ ឲ្យគេចូលមក ក្រាបទូលព្រះអង្គទូលបង្គំហ្វាយូហួយថ្វាយបង្គំព្រះអង្គ តើលោកអបរាជចូលក៏យើងមានការអី ព្រះអង្គពិធីមហាតារាគឺជាពិធីដំបូងតាំងពីកសាងមហាឆាវទូលបង្គំវុយឈីមន្ត្រីសិទ្ធូពិភាក្សាគ្នាម្ដងទៀតគិតថានេះតំណាងឲ្យអំណាចនគរគួរតែរៀបចំមានភាពឱឡារឹកដូច្នេះទូលបង្គំនិងលោកម្ចាស់វុយពិភាក្សាគ្នាក្នុងពេលមួយខែត្រូវការមាស 120000 ដំឡឹងប្រាក់ 100000 ដំឡឹងទុកសម្រាប់ប្រើក្នុងពិធីមហាតារាបន្ថែមភាពស្រស់ស្អាតល្អឥតខ្ចោះ ត្រូវចំណាយប្រាក់ច្រើនយ៉ាងនេះប្រសិនបើចៃដន្យបានជប់នៅគ្រូធម្មជាតិតើពួកយើងទប់ទល់យ៉ាងណាទៅ ទុកសម្រាប់ប្រើប្រាស់មិនហ៊ាននាំក្តីកង្វល់ដល់ទ្រង់ទេ ល្អបើអញ្ចឹងល្អណាស់ហើយយើងមិនចង់ព្រោះតែពិធីមហាតារាធ្វើឲ្យក្រុមមន្ត្រីរបស់យើងដូចជាប្រជុំមុខជាមួយនឹងសត្រូវនោះទេលោកគិតទៅមើលរាប់សិបឆ្នាំមកហើយតើខ្ចប់ជួអ្វីដែលពួកយើងមិនធ្លាប់ជួបរឿងប្រាក់គឺជារឿងតូចតាចតែមែនទេ ព្រះអង្គឆ្លៀសវៃព្រះអង្គឆ្លៀសវៃ លោកមើលទៅមើលតើនៅក្នុងនេះជាអ្វីដែរ អូបើជិញយាននេះជារបស់វុយទីស្រុកកំណើតទូលបង្គំ ត្រូវហើយយើងក៏នឹកមួយទីដែរយើងអាយុ12ឆ្នាំទៅផ្ទះរបស់លោកទើបមានថ្ងៃនេះឥឡូវយើងប្រទានឲ្យលោកចុះ ប្រគុណព្រះអង្គ អូត្រូវហើយនៅមានរឿងមួយទៀតគម្រោងពិធីមហាតារាមន្ត្រីតារាសាស្ត្រនិងមន្ត្រីសឺខុងបានជាប្រាថ្មមកសឺជំនួសថ្មហយ៉ាវកឹបកេញយកប្រាក់របស់រាជការ តែតាមមានរឿងនេះហ៎ទូលបង្គំនឹងក៏ស៊ើបភ្លាម មិនបាច់ទេរឿងនេះយើងបានស៊ើបរួចទៅហើយអ្នកមានកំហុសគឺគាត់អ៊ីប៉ុន្តែរឿងនេះយើងត្រូវសម្លាប់មួយដើម្បីគម្រាម100បើមិនចឹងមិនអាចប្រមានក្រំបិចបានទេ ព្រះអង្គឆ្លៀសវៃព្រះអង្គឆ្លៀសវៃ បើអញ្ចឹងលោកទៅធ្វើចុះ ក្រាបទូល ជប់សិន
ភ្លេចប្រអប់ហើយ បើសិនជាបែបនេះចុះកាត់ផ្លាស់ប្ដូរតួលេខវិញនោះអ่ะ ដេកជំនួយការបាយតើមានរឿងអីកាត់ឡើងទៅ តែចុះ ហើយ ចាំឡើងទៅ លឿន លេខខ្ញុំនេះប្រើល្បិចធ្វើបាបខ្ញុំ កូនអីធ្វើរឿងអយុត្តិធម៌គឺត្រូវសម្រាប់ខ្លួនឯង នាងជំនួយការបាយពួកយើងគឺមានការយកច្រឡំនាងធ្វើបែបនេះនាងសំវល់ព្រះអង្គឲ្យខ្ញុំបានទេជួយខ្ញុំផងជំនួយការបាយជួយខ្ញុំផងជំនួយការបាយជួយខ្ញុំផងជំនួយការបាយជួយខ្ញុំផងជួយខ្ញុំផង រឿងក្តីកឹបកេងប្រាប់ពិធីមហាតារាគាត់អ៊ីលួចប្រាក់ដោយខ្លួនឯងព្រះអង្គសឹបដឹងការពិតរាជបញ្ជាចាប់ខ្លួនគាត់អ៊ីចូលគុកសួរចម្លើយមន្ត្រីតារាសាស្ត្រគឺជាមន្ត្រីទី1មហាឆៅមានរឿងជាបន្តបន្ទាប់ធ្វើឲ្យព្រះអង្គខ្ញាល់ណាស់ពួកយើងគួរតែប្រុងប្រយ័ត្នមានអារម្មណ៍ដឹងខុសសង្ឃឹមថារឿងនេះទុកជាមេរៀនជួយដល់នគរមិនអាចធ្វើអ្វីប៉ះពាល់ដល់នគរបានទេ ចា បានហើយបំបាយគ្នាចុះ លោកម្ចាស់បាយលោកសំខាន់ណែនាំពីមុនអាសនៈពិធីមហាតារាសាស្ត្រគឺកូនអីទទួលខុសត្រូវថ្ងៃក្រោយគួររៀបចំយ៉ាងម៉េច ព្រះអង្គធ្លាប់រាជបញ្ជានាងពិនិត្យមើលអាសនៈពិធីមហាតារាកិច្ចការនេះប្រគល់ឲ្យនាងធ្វើទៅចុះ សូមអរគុណលោកម្ចាស់ប៉ុន្តែបាយលោកដឹងថាមានចំណេះដឹងតិចតួចណាស់ទើបចង់សុំការណែនាំនៅមន្ត្រីសៀខុងគឺមានមនុស្សម្នាក់ឈ្មោះគូវងយ៉ាងគេជាមនុស្សល្អណាស់ម្យ៉ាងទៀតគេធ្វើការម៉ត់ចត់ខ្ញុំយល់ថាថ្ងៃក្រោយប្រគល់កិច្ចការនេះឲ្យគេតើបានដែរទេ កិច្ចការលំអិតនាងធ្វើតែខ្លួនឯងចុះ សូមអរគុណលោកម្ចាស់ លោកម្ចាស់អមាញ់មិញមានដំណឹងព្រះរាជវាំងមកថាព្រះបញ្ជាសួរចម្លើយមន្ត្រីស៊ឺខុងរឿងក្តីកឹបកេងប្រាក់ពិធីមហាតារាលោកថាម៉េចនឹងឮថាគាត់អ៊ីមន្ត្រីផែនតារាសាស្ត្រត្រូវចាប់ដាក់គុកហើយមន្ត្រីស៊ឺខុងក៏ចាប់ផ្ដើមចាប់ដែរ រឿងនេះលោកមិនបាច់និយាយទេខ្ញុំបានដឹងហើយព្រះអង្គស៊ើបរឿងនេះដឹងថាគាត់អ៊ីគឺជាមនុស្សកឹបកេងប្រាក់ខ្ញុំប្រាប់ទៅមន្ត្រីស៊ឺខុងបញ្ចប់រឿងក្តីនេះមិនពាក់ព័ន្ធអ្នកផ្សេងឡើយ ពុកគឺ ចេញទៅអាយឆាប់ចេញទៅចេញទៅចេញទៅទៅហៅវ៉ាសាងឲ្យខ្ញុំ បាទលោកម្ចាស់ដល់ពេលបាយហើយ ហត់នឿយហើយ ទៅយើង អ
ឲ្យគេទៅវិញចុះសាយថ្ងៃរសៀលឲ្យគេចូលកលយើង ហ៎ ឯងត្រូវការយុទ្ធនិយាយពីរដងមែនទេ ទូលបង្គំទទួលរាជបញ្ជា កូនប្រុសមន្ត្រីក្បត់ជាជូអ៊ីងថ្វាយបង្គំព្រះអង្គ នៅយាបៃអស់ចិត្តហើយ ទូបង្គំធ្វើឲ្យព្រះអង្គខកបំណងសមនឹងស្លាប់ប៉ុន្តែទូបង្គំនឹងឪពុកគ្មានកំណត់ក្បត់នឹងព្រះអង្គទេ យើងស្គាល់ឯងតាំងពីតូចដល់ធំនៅក្នុងចិត្តរបស់ឯងកំពុងគិតអីយើងដឹងច្បាស់ណាស់ឯងត្រឡប់ទៅក្រុមតបពិសេសវិញចុះ ព្រះអង្គ នៅមានរឿងអីទៀត ទូបង្គំអរប្រគុណព្រះអង្គដែលមិនប្រហារជីវិត